ខ្ញុំស្វែងរកអ្នកជាច្រើនឆ្នាំនឹកស្មានមិនដល់អ្នកបានមកដល់ក្បែរខ្ញុំហើយកាលពីក្មេងរឿងដែលខ្ញុំបានសន្យាជាមួយអ្នកមួយថ្ងៃក៏មិនភ្លេចថ្ងៃក្រោយរាល់ថ្ងៃគឺជាថ្ងៃដែលខ្ញុំបំពេញតាមកិច្ចព្រមព្រៀងយុនសុំទោសបងប្រុសសៀវប៉ីរបស់អ្នកមកយឺតហើយគិតអីនឹងឆាប់ភ្លក់មើលអ្នកគ្រូនិយាយថារបស់ខាងក្រៅមិនស្អាតមិនអាចញ៉ាំផ្ដេសផ្ដាសបានទេយុនអ្នកនៅចាំបងប្រុសសៀវប៉ីទេមែនទេយុនអ្នកត្រឡប់ទៅការិយាល័យសិនទៅអ្នកកុំបារម្ភមានខ្ញុំនៅគ្មាននរណាហ៊ានប៉ះពាល់សក់អ្នកសំបីមួយសរសៃអ្នកនៅមិនដឹងទេព្រោះតែអ្នកហួរប៉ៃសិននិងបងស្រីអ្នកលែងលះគ្នាហើយដូច្នេះហួរប៉ៃសិនដឹងយូរហើយថាគាត់គឺជាបងប្រុសសៀវប៉ីរបស់ខ្ញុំគាត់ក៏បានផ្ដល់សញ្ញាជាច្រើនឲ្យខ្ញុំដែរគឺខ្ញុំខ្លួនឯងដែលល្ងងយុនចាំងយិនអ្នកមិនអីទេគូសៀវប៉ីអ្នកបោកប្រាស់នេះអ្នកបោកខ្ញុំជាច្រើនឆ្នាំខ្ញុំវាយអ្នកឲ្យស្លាប់ហួរប៉ៃសិនអ្នកអាចជាសិនមួយឆឹងក៏អាចជាអ្នកហាត់ការសំបីតែជាបុរសដែលមិនស្គាល់គ្នាយប់នោះខ្ញុំសុទ្ធតែអាចទទួលយកបានប៉ុន្តែហេតុអ្វីអ្នកជាអតីតស្វាមីរបស់តាវលូលេខទូរស័ព្ទលើតុនេះជារបស់ក្រុមហ៊ុនហួរប៉ុន្តែមិនមែនផ្នែករចនាម៉ូដក៏មិនមែនផ្នែកធនធានមនុស្សដែរអាចជាជំរាបសួរចាំងយិនខ្ញុំគឺហួរប៉ៃសិនរឿងពីមុនខ្ញុំពិតជាសុំទោសថ្ងៃស្អែករសៀលយើងនៅមណ្ឌលកុមារកំព្រាក្រោយទ្វារកន្លែងចាស់ជួបគ្នាមានរឿងខ្លះខ្ញុំចង់និយាយជាមួយអ្នកឲ្យច្បាស់លាស់ហួរប៉ៃសិនអ្នកលេងសើចជាមួយខ្ញុំមិនទាន់ឆ្អែតទេមែនទេខ្ញុំដើមឡើយចង់ឲ្យនាយកមណ្ឌលខលទូរស័ព្ទនេះបោកអ្នកឲ្យមកមណ្ឌលកុមារកំព្រាមួយជើងប៉ុន្តែខ្ញុំបាននិយាយជាមួយអ្នកហើយខ្ញុំដាច់ខាតមិនលាក់បាំងអ្នករឿងអ្វីទៀតទេយុនខ្ញុំនៅកន្លែងដែលយើងបែកគ្នាដំបូងចាំអ្នក